សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូទី8ដែលនាំយកនៅការប្រើប្រាស់ពាក្យបដិសេធនៅបាជាមួយនឹងទម្រង់ Passive Composé ដែលបងប្អូនទាំងអស់គ្នាបានឃើញនិងសិក្សាជាមួយលោកគ្រូនៅក្នុងមេរៀនទី6និងទី7ឥឡូវយើងនឹងមើលជាមួយលោកគ្រូទាំងអស់គ្នាថាតើពាក្យបដិសេធនៅបានេះយើងយកទៅដាក់នៅកន្លែងណានៅពេលដែលយើងប្រើទម្រង់ Passive Composé សូមតាមដានជាមួយលោកគ្រូដូចតទៅបងប្អូនទាំងអស់គ្នាបើយើងនិយាយអំពីរចនាសម្ព័ន្ធបាទរចនាសម្ព័ន្ធរបស់វាគឺយើងមានប្រធានបាទយើងមានប្រធានបងឃើញទេយើងមានប្រធានយើងមាននៅហើយយើងអមបាទនៅហើយបន្ទាប់ពីហ្នឹងគឺយើងមានកិរិយាសព្ទជំនួយអាចជាកិរិយាសព្ទ être ឬ avoir បន្ទាប់មកទៀតគឺយើងបន្ថែមពាក្យ pas ហើយក្រោយ pas គឺយើងមាន participe passé សំណល់កិរិយាសព្ទបាទអញ្ចឹងទីតាំងរបស់វាបងឃើញច្បាស់ហើយណាបាទយើងរុញ participe passé មកនៅខាងក្រោយបាទហើយនៅ pas វានៅអមកិរិយាសព្ទជំនួយកិរិយាសព្ទជំនួយគឺអាច avoir ឬក៏ être ទៅតាមតម្រូវការរបស់កិរិយាសព្ទនីមួយៗជាឧទាហរណ៍ជាមួយនឹង avoir មុនគេ j'ai mangé ខ្ញុំបានញ៉ាំខ្ញុំបានទទួលទានបាទនៅពេលដែលយើងបដូរវាទៅជាទម្រង់បដិសេធបានន័យថាខ្ញុំមិនបានញ៉ាំទេ je n'ai pas mangé យើងអត់និយាយថា je n'ai mangé pas ទេបាទហេតុអីបានលោកគ្រូលើកយកចំណុចនេះមកបញ្ជាក់ប្រាប់បងប្អូនមកពីមូលហេតុថាយើងមានកិរិយាសព្ទដល់ទៅ2មួយជា participe passé មួយទៀតជា auxiliaire អញ្ចឹងពេលខ្លះយើងមានការលំបាកយើងអត់ដឹងថានៅប៉ាហ្នឹងគឺវានៅអមកិរិយាសព្ទជំនួយឬក៏នៅអម participe passé ឬក៏វានៅអម auxiliaire ផង participe passé ផងដូច្នេះហើយបានជាលោកគ្រូចង់រំលេចហើយចង់ឲ្យប្អូនឃើញច្បាស់ថាតើទីតាំងរបស់នៅប៉ាវានៅទីណា Clipទី2 Tu as compris ឯងបានយល់ Tu n'as pas compris ឯងមិនយល់ទេ Tu n'as pas compris គេអត់និយាយថា Tu n'as compris pas ទេបាទប្រយ័ត្នមែនទេណាបងប្អូន Nous avons fini យើងបានបញ្ចប់ Nous n'avons pas fini បាទអានេះគឺជាទម្រង់នៅបាប្រើប្រាស់ជាមួយនឹងកិរិយាសព្ទបំបែកនៅតង់ Passive Composé ជាមួយនឹង auxiliaire avoir ឥឡូវយើងមើលឧទាហរណ៍ផ្សេងទៀតបាទជាមួយនឹងកិរិយាសព្ទជំនួយ être Elle est allée នាងបានទៅ Elle n'est pas allée អានេះយើងភ្ជាប់បងប្អូន Elle n'est pas allée នាងមិនបានទៅទេ Ils sont venus ពួកគាត់បានមក Ils ne sont pas venus ពួកគាត់មិនបានមកទេ Ils sont partis ពួកនាងបានចេញបាទពួកនាងបានចេញដំណើរ Elles ne sont pas parties ពួកនាងមិនបានចេញដំណើរទេ Isabelle est montée Isabelle បានធ្វើការឡើងបាទបានន័យថា Isabelle បានឡើងបាទឧទាហរណ៍ថា Isabelle បានឡើងទៅជាន់ទី1 Isabelle បានឡើងទៅជាន់លើឡើងនេះគឺចង់និយាយថាបាទឡើងទៅជាន់ខាងលើអីចឹងណាបាទទី5 Mes parents sont rentrés ប៉ាម៉ាក់របស់ខ្ញុំបានត្រឡប់មកផ្ទះវិញ Mes parents ne sont pas rentrés ប៉ាម៉ាក់របស់ខ្ញុំអត់បានត្រឡប់មកផ្ទះវិញទេបាទឧទាហរណ៍គាត់បន្តដំណើរទៅកន្លែងនេះទៅកន្លែងនោះអីចឹងណាបាទនេះគឺជាទម្រង់នៅបាដែលយើងយកមកប្រើជាមួយនឹងកិរិយាសព្ទជំនួយ être ដូចសពដងអញ្ចឹងដូច
auxilia avoir ដែរគឺ ne pas ហ្នឹងគឺនៅអមកិរិយាសព្ទជំនួយបាទកិរិយាសព្ទជំនួយលោកគ្រូបានបញ្យល់យើងហើយជួនកាល être ជួនកាល avoir ទៅតាមតម្រូវការរបស់កិរិយាសព្ទយើងមើលការកត់ចំណាំជាពិសេសនៅពេលដែលយើងប្រើប្រាស់ជាមួយនឹងបាទកិរិយាសព្ទជំនួយឧទាហរណ៍ថាចាប់ផ្ដើមដោយស្រៈពេលនោះទម្រង់នើនេះបាទវាបាត់ទម្រង់ដើមណាពីព្រោះនើបូកនឹងអាវាទៅជាណាអញ្ចឹងវាបាត់បាត់អញ្ចឹងអាហ្នឹងកុំឆ្ងល់បងប្អូនបាទកុំឆ្ងល់ទាំងអស់គ្នានៅឯណែណាយើងអត់ដាក់ថានៅឯទេគឺវារួញទៅជាណែបាទចឹង elle est arrivée ដល់ពេលបដិសេធគឺ elle n'est pas arrivée បាទឥឡូវយើងមើលចុះបើសិនជាវាមាន pronom បាទទីនៅក្នុងទម្រង់កិរិយាសព្ទ passé composé របស់វា pronominal នៅពេលដែលវាមាន pronom មើលទៅសើបាទតើ négation ហ្នឹងគឺវានៅអីវានៅកន្លែងណាបាទយើងឃើញហើយទាំងអស់គ្នា négation នេះគឺនៅអមបាទមិនត្រឹមតែអម auxiliaire ទេគឺអមថែមទាំង pronom សព្វនាមមួយទៀតអញ្ចឹងអានេះយើងអត់ដាក់ថា elle s'est levé បាទ il s'est levé សំទោសយើងអត់និយាយថា il ne s'est បាទ levé pas ទេគឺយើងនិយាយថា il ne s'est pas levé il ne s'est pas levé ចឹងលោកគ្រូបញ្ជាក់ឡើងវិញបើវាមាន pronom បាទវាមាន pronom ណាគឺ négation នៅ pas ហ្នឹងគឺវានៅអម auxiliaire ផងនិង pronom នោះផងចឹងសូមបងប្អូនចាំអញ្ចឹងអ្វីដែលបងប្អូនគួរកត់សម្គាល់គឺ participe passé ហ្នឹងគឺវានៅបន្ទាប់ពី négation នៅ pas ទាំងអស់បាទនៅបន្ទាប់ពី négation នៅ pas ទាំងអស់បាទអរគុណចំពោះការតាមដានរបស់បងប្អូនហើយលោកគ្រូនឹងបន្តជូននៅវីដេអូថ្មីទៀតដែលនឹងបញ្ជាក់បងប្អូននៅក្នុងន័យអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាអាចធ្វើការអភិវឌ្ឍក៏ដូចជាការរៀនឲ្យកាន់តែច្បាស់លាស់ភាសាបរទេសមួយនេះបាទយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតMerci beaucoup pour votre attention. À la prochaine.